ថ្ងៃនេះសប្តាហ៍មុនគឺ8ធ្នូ2025ជាថ្ងៃដែលយន្តហោះចម្បាំងថៃបើកការវាយប្រហារតាមអាកាសលើទឹកដីកម្ពុជាគ្រាប់បែកគ្រាប់ផ្លោងគ្រាប់បែកចង្កោមតាមភ្លើងធំរត់ក្រោះផ្សែងពុលទប់ថ្មើរជើងរបស់យោធាថៃបានវាយសង្គ្រប់សន្ធប់បំពេញប្រទេសដ៏តូចមួយ7យប់8ថ្ងៃជាប់គ្នាកងកម្លាំងកម្ពុជានៅបន្តឈរជើងក្នុងសមរភូមិយ៉ាងអង់អាចការវាយប្រហាររបស់ថៃមកលើកម្ពុជាជុំទី2នេះបង្ហាញរឿងមួយយ៉ាងដែលកូនខ្មែរត្រូវតែមានមោទនភាពនោះគឺការវិវត្តនិងការត្រៀមខ្លួនរបស់កម្លាំងការពារជាតិកម្ពុជាក្នុងរយៈពេលត្រឹមតែ5ខែប៉ុណ្ណោះបន្ទាប់ពីថៃបានវាយលុកកម្ពុជាជុំដំបូងកាលពីខែកក្កដាឆ្នាំ2025នៅក្នុងខែកក្កដាជាការវាយសង្គ្រប់ដែលកម្ពុជាមិនបានរំពឹងការឆ្លើយតបរបស់កម្ពុជាក្នុងនាមជាភាគីការពារខ្លួននិងប្រុងប្រយ័ត្ននៅខែធ្នូគឺមិនដូចគ្នាទេលើកនេះវីរភាពរបស់កងទ័ពកម្ពុជាកាន់តែអង្អាចពោពេញដោយធម៌ពលផ្លូវចិត្តមោះមុតមិនចុះញោមក្រោមសម្រែកយន្តហោះចម្បាំងខ្ជាក់គ្រាប់បែកបំបែកអាកាស7យប់8ថ្ងៃទ័ពកម្ពុជាបានទប់ការវាយប្រហាររបស់ខ្មាំងពីលើមេឃបំបែកហែកកម្លាំងសត្រូវដែលឈ្មោលរល់នៅលើដីកំចាយកំភ្លើងធំដែលប្រឹងបាញ់បំបុកផ្លោងកំទេចភូមិឋានហេដ្ឋារចនាសម្ព័ន្ធនិងសូម្បីតែប្រាសាទបុរាណរបស់ខ្មែរ7យប់8ថ្ងៃពលទាហានតស៊ូស្រក់ឈាមរក្សាខ្សែការពារយកទ្រង់ពាំងគ្រាប់ការពារមាតុភូមិនិងជីវិតជនស៊ីវិលក្រោមបទបញ្ជានិងវិន័យយ៉ាងខ្ជាប់ខ្ជួននេះមិនមែនជាសំណាងទេនេះគឺជាការត្រៀមខ្លួនក្នុងរយៈពេល5ខែដ៏ខ្លីការពុះពៀមិនឲ្យសត្រូវបំបែកបានសបញ្ជាក់ច្បាស់ពីការវិវត្តនៃសមត្ថភាពយោធារបស់កម្ពុជាការភ្ញាក់ផ្អើលរបស់ថៃចំពោះកម្លាំងដ៏រឹងមាំរបស់ទ័ពខ្មែរការស្លន់ស្លោរបស់ថៃចំពោះបច្ចេកវិទ្យាអាវុធវាយបកការប្រឹងបំផោងបំភ្លៃព័ត៌មានពីសមរភូមិរបស់ថៃបង្ហាញថាទ័ពខ្មែរខ្លាំងក្នុងរយៈពេលខ្លីទ័ពកម្ពុជាកាន់តែខ្លាំងក្នុងការប្រឆាំងនឹងសត្រូវដែលមានយុទ្ធឧបករណ៍ទំនើបជាងដោយបានពឹងផ្អែកទៅលើយុទ្ធសាស្ត្រដែលមិនអាចកាត់ថ្លៃបានគឺភាពក្លាហានភាពធន់និងការបដិញ្ញាចិត្តចំពោះទឹកដីក្រោមដំណក់ឈាមជាខ្មែរកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាកំពុងបង្ហាញទៅពិភពលោកថាកម្ពុជាតូចតែមាំសំណេរនេះមិនមែនលើកដំកើងសង្គ្រាមទេសំណេរនេះជាការទទួលស្គាល់ចំពោះការរីកចម្រើនការលះបង់ការតាំងចិត្តនិងវីរភាពរបស់កងទ័ពកម្ពុជាសំណេរនេះជាការរំលឹកថាសន្តិភាពត្រូវបានការពារដោយទ័ពដែលមានឆន្ទៈមុតស្រួចហើយបទពិសោធន៍នេះនឹងធ្វើឲ្យយោធាកម្ពុជាកាន់តែខ្លាំងនាពេលខាងមុខ7យប់8ថ្ងៃដ៏ឈឺចាប់យើងខ្ញុំជាកូនខ្មែរសូមគោរពចំពោះការលះបង់ហើយយើងខ្ញុំជាកូនខ្មែរនឹងបន្តវិញគ្នាជាចំណងចងជាបាច់ប្រយុទ្ធជាមួយកងកម្លាំងទាំងអស់នៅជួរក្រោយកម្ពុជារួបរวมកម្ពុជាឈ្នះខ្ញុំរស់សុធាពី News Today NTTV